ពីអ្នកសរសេរសភៅ Glucose Revolution តែគាត់និយាយថាការញ៉ាំរបស់ផ្អែមវាអាចធ្វើឲ្យយើងញៀនចាមែនទេបងអញ្ចឹងមិនអាចលើកជាឧទាហរណ៍ថាគាត់ត្រូវធ្វើដូចម៉េចដើម្បីជ្រើសរើសញ៉ាំទឹកជាជាងការញ៉ាំទឹកផ្អែមបងអរគុណចាអរគុណចំពោះសំណួររបស់បងអូនតាមពិតបើសិនជាយើងនិយាយខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏ធ្លាប់ឮដែរគេថាគ្រឿងញៀនដែលស្របច្បាប់គឺស្ករពីជាតិផ្អែមអញ្ចឹងដូច Revolution ដូចបងស្រីដែលសរសេរហ្នឹងគឺគាត់បញ្ជាក់ច្បាស់ហ្នឹងគឺបែបហ្នឹងព្រោះពេលដែលយើងញ៉ាំប៉ុន្តែខ្ញុំចង់ត្រឡប់មកវិញការដែលយើងកាន់តែញ៉ាំផ្អែមណាយើងកាន់តែឃ្លានទឹកខ្ញុំនិយាយមែនអាហ្នឹងគឺជា biology ពេលដែលយើងកាន់តែឃ្លានកាន់តែញ៉ាំផ្អែមគឺយើងកាន់តែអស់កម្លាំងព្រោះយើងធ្វើឲ្យយើងពេលដែលយើងស្រែកទឹកយើងញ៉ាំរបស់ភេសជ្ជៈហ្នឹងណាវាធ្វើឲ្យយើងបាត់ស្រែកតែមួយផ្លែទេតែយើងនៅតែបន្តចង់ញ៉ាំទៀតចាអញ្ចឹងដោយអូននិយាយថាតើយើងធ្វើមិនដើម្បីផ្លាស់ប្ដូរគាត់ឲ្យញ៉ាំទឹកឲ្យច្រើនខ្ញុំគិតថាជំហានទី1គឺយើងចាប់ផ្ដើមបង្កើនការយល់ដឹងបានន័យថាផ្សាយព័ត៌មានឲ្យច្រើនពីគុណវិបត្តិដែលបណ្ដាលមកពីជាតិស្ករដែលខ្ញុំឃើញថាឥឡូវក៏មានអ្នកផ្សព្វផ្សាយច្រើនដែរហ្នឹងហើយបងជាពិសេសខ្ញុំឃើញខាងសុខាភិបាលគាត់ដាក់យើងនិយាយអំពីដូចយើងនិយាយពីជំងឺមិនឆ្លងគាត់